ជំរាបសួរមេដាបេដាសាក៏ដូចជាសួស្តីទៅកាន់បងប្អូនសិស្សនិស្សិតទាំងអស់គ្នាចឹងថ្ងៃនេះអ្នកគ្រូលើកយកមូលដ្ឋានគ្រឹះរបស់យើងជាបន្តទៀតហើយយើងចូលទៅមូលដ្ឋានគ្រឹះទី3អ្នកគ្រូលើកពីចំណុចទី1គឺការបញ្ចេញមួយចំនួនចេញពី radical ហើយនិងចំណុចទី2គឺការបញ្ចូលមួយចំនួនទៅក្នុង radical អញ្ចឹងឥឡូវយើងមកមើលលំហាត់ទី1របស់យើងនេះលំហាត់ទី1នេះគឺយើងបញ្ចេញមួយចំនួនពី radical យើងមានឬនៃ288អញ្ចឹងចំនួន288ហ្នឹងវាអាចបញ្ចេញមកបានទាំងអស់ឬក៏វាចេញបានមួយចំនួនខ្លះអញ្ចឹងណាអញ្ចឹងយើងចង់ដឹងថាវាបញ្ចេញបានប្រមាណតើតើយើងយកលេខនៅក្នុងរឿងនេះយកវាទៅចែកចំនួនបឋមសិនអញ្ចឹងពេលដែលយកវាទៅចែកចំនួនបឋមដូចអ្នកគ្រូបង្ហាញពីវីដេអូមុនអញ្ចឹងចំនួនបឋមវាអាចមានលេខប៉ុន្មានខ្លះលេខ2លេខ3លេខ5លេខ7លេខ11លេខ13លេខ10 7លេខ19អីចឹងទៅនិយាយទៅចំនួនណាដែរមានតួចែកតែ2គឺលេខ1នឹងខ្លួនឯងអាហ្នឹងជាចំនួនបឋមអញ្ចឹងយើងយក288របស់យើងនឹងមកចែកចំនួនបឋមសិនមកអញ្ចឹងដំបូងយើងត្រូវយកចែកចំនួនតូចជាងគេនេះអញ្ចឹង288ចែកជាមួយនឹង2បានប៉ុន្មានចែកដាច់ត្រូវអត់អញ្ចឹងបាន144យើងយកចែកតទៀត144នឹងចែកនឹង2ទៀតដាច់ត្រូវអត់បាន70 72ចែកនឹង2តទៀតមកបានទៀតត្រូវអត់បាន36អញ្ចឹង36ចែកនឹង2ទៀតបាន18 18ចែកនឹង2ទៀតបានអត់បានត្រូវអត់អញ្ចឹង18ចែក2បាន9 9ចែក2ទៀតបានអត់ទេអញ្ចឹងចែកនឹង3ម្ដងអញ្ចឹង9ចែកនឹង3បាន3 3ចែកនឹង3បាន1អញ្ចឹងបាននៅកន្លែងនេះ288ហ្នឹងយើងអាចសរសេរវាទៅជាម៉េចអានេះ2គុណ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 3គុណ3អញ្ចឹងដោយសារតែយើងចង់បញ្ចេញវាពីឬការ៉េអញ្ចឹងកន្លែងនេះអ្នកគ្រូអត់សរសេរវាយក2សេគុណ5តែម្ដងឯងអ្នកគ្រូចាប់វាអញ្ចេះយក2សេគុណ2 2សេគុណ2ហើយអានេះគឺ2ហើយនេះគឺ3សេគុណ3សេគុណ2ហើយបានអ្នកគ្រូសរសេរឲ្យវាចេញការ៉េអញ្ចឹងដើម្បីយើងអាចងាយស្រួលបញ្ចេញហ្មងអត់បាច់ចាំប្រវត្តិគិតនៅខាងក្នុងម្ដងទៀតណាអញ្ចឹងយើងអាចសរសេរវាទៅជា2ការ៉េគុណឲ្យអានេះគឺ2ការ៉េទៀតហើយអានេះគឺគុណឲ្យ2ហើយគុណជាមួយនឹងនេះគឺ3ការ៉េអញ្ចឹងពេលដែលយើងបញ្ចេញគឺស្រួលទេយើងមើលថាលេខដែលនៅក្នុងរឿងនេះអាណាខ្លះដែលមានការ៉េអញ្ចឹងលេខដែលមានការ៉េគឺណាគឺអានេះ1អញ្ចឹងយើងបញ្ចេញមកបាន2អានេះបញ្ចេញមកបានដែរដោយសារវាចុះការ៉េហើយដល់ពេលនេះវិញអត់បានទេនៅក្នុងនឹងដដែលហើយយើងគុណណាទៀតគឺគុណនឹង3នេះអញ្ចឹងអានេះអ្នកគ្រូសុំលុបកន្លែងនេះបន្តិចអញ្ចឹងអានៅគ្រូគូខាងក្រោមនេះទាំងអស់ហ្នឹងគឺសុទ្ធតែយើងអាចបញ្ចេញបានអាចចុះការ៉េនេះដល់ពេលអានេះយើងចេញអត់បានយើងទុកវានៅដដែលគឺវានៅក្នុងឬដដែលគឺនៅក្នុងឬ2ចានេះយើងគុណចូលគ្នាមក2គុណ2បាន4 4គុណជាមួយនឹង3គឺបាន12អញ្ចឹងកន្លែងហ្នឹងវាទៅជា12ឬ2ណាអញ្ចឹងចម្លើយយើងគឺយើងបញ្ចេញមួយចំនួនចេញពី radical 288បញ្ចេញមកបាន12ឬ2អញ្ចឹងវាបញ្ចេញបានតែលេខ12នេះមួយឯងនៅសល់លេខគេគឺនៅសល់លេខ2ខាងក្នុងនេះតោះយើងមកតលំហាត់ខគឺយើងមានឬនៃ27គុណជាមួយនឹង a ការ៉េគុណជាមួយនឹង b គីបគុណជាមួយនឹង c សេគុណ4អញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវបញ្ចេញដូចគ្នាដែរបានន័យថានៅក្នុងហ្នឹងមានចំនួនខ្លះបញ្ចេញបានចំនួនខ្លះបញ្ចេញអត់បានទេអញ្ចឹងដំបូងគឺយើងមើលអាមេគុណរបស់វាសិននេះ a តម្លៃជាលេខនេះអញ្ចឹងយើងយកចំនួនហ្នឹងមកចែកចំនួនបឋមតិចមកនេះយើងយកប្រហែល27នេះមកចែកចំនួនបឋមអញ្ចឹង27ចែកជាមួយនឹង2អត់បានទេអញ្ចឹងតើតែចែកនឹង3ណា27ចែកជាមួយនឹង3បាន9ចែក3បាន3ចែកនឹង3បាន1អញ្ចឹង27នេះយើងអាចសរសេរទៅជា3គុណ3គុណ3ឬក៏3គីបប៉ុន្តែដោយសារតែយើងចង់បញ្ចេញពីឬការ៉េអញ្ចឹងអ្នកគ្រូអត់ដាក់3គីបមកទេគឺអ្នកគ្រូដាក់3ការ៉េគុណនឹង3អញ្ចឹងកន្លែងនេះកន្លែងលេខ27នេះគឺអ្នកគ្រូបដូរវាទៅជា3ការ៉េគុណនឹង3ហើយចំពោះអាការ៉េនេះគឺអ្នកគ្រូទុកនៅដដែលហើយដល់ពេលb គីបនេះគឺយើងអាចសរសេរវាទៅជា b ការ៉េគុណជាមួយនឹង b បានព្រោះអីពេលដែលយើងគុណវាចុះគ្នាទៅវាទៅជា b សេគុណ3វិញហើយអានេះcសេគុណ4គឺយើងអាចសរសេរវាដូចគ្នាទៅជា c ការ៉េគុណឲ្យ c ការ៉េដូចគ្នាអញ្ចឹងដូចខាងលើដែរអាណាដែលចុះការ៉េគឺអាចបញ្ចេញបានអញ្ចឹងអាណាខ្លះដែលចុះការ៉េនេះគឺអានេះចុះការ៉េអានេះក៏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 ចុះការ៉េដែរអញ្ចឹងយើងបញ្ចេញវាមកក្រៅអស់មកចានេះបាន3អានេះបាន a អានេះបាន b អានេះបាន c គុណនឹង c អញ្ចឹង c គុណនឹង c បាន c ការ៉េណាហើយអាណាដែលអត់គូបំងនេះគឺបានន័យថាចេញអត់រួចទេអញ្ចឹងគឺនៅក្នុងនឹងដែរបាន3អញ្ចឹងចម្លើយរបស់យើងចេញពីការ៉េបានប៉ុណ្ណេះណាយើងមើលខាងក្រោមនេះគឺដូចគ្នាដែរយើងមើលមេគុណវាម្ដងមួយមកកន្លែងមេគុណនេះបើសិនជាយើងអាចស៊ីសងវាបានយើងស៊ីសងវាមកយើងចែកគ្នាបានណា64ចែកនឹង5បានចែកដាច់យើងយកមកតែបើឆាតដាច់ទេយើងបើចាំគិតវាយើងគិតវាយកផ្សេងពីបាញ់ផ្សេងមកហើយអាថេនេះដូចគ្នាបើសិនជាវាមានអាថេ x ខាងលើខាងក្រោម y លើក្រោមទេយើងអាចស្រួលក៏បានតែនេះអត់ដូរទេអញ្ចឹងយើងគិតមួយម្ដងមកឥឡូវយើងអាចផ្ដាច់វាជា2សិនក៏បានឬក៏ទុកក្នុងនឹងក៏បានដែរឥឡូវនេះគ្រូអត់ផ្ដាច់ទេទុកក្នុងនឹងទៅ64យើងយកមកចែកចំនួនបឋមមើលចំពោះភាគយកដំបូងយើងមើលមេគុណប្រភេទយកសិន64យើងមាន64នេះយើងយកវាទៅចែកនឹង2បានអត់នេះ
học 4 នេះចែកនឹង2គឺបានណាhọc 4ចែកនឹង2បានមិនបាន30 32ចែកនឹង2ទៀតបាន16ចែកនឹង2ទៀតបាន8 8ចែកនឹង2ទៀតបាន4 4ចែកនឹង2បាន2 2ចែកនឹង2បាន1អញ្ចឹង64នេះយើងអាចសរសេរបានដូចជាបាន2គុណ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 2អញ្ចឹងបើហត់ទៅមាន2 6ដងទៅអត់តែដោយសារយើងចង់បញ្ចេញពីឬការ៉េអ្នកគ្រូអាចសរសេរវាដូចជា2ការ៉េគុណនឹង2ការ៉េគុណនឹង2ការ៉េបានអញ្ចឹងចំពោះភាគយកកន្លែង64នេះយើងអាចបដូរវាទៅជា2ការ៉េគុណឲ្យ2ការ៉េគុណឲ្យ2ការ៉េចំពោះ x នេះវិញអត់មានស្វ័យគុណទេចាំសេចូលតារា y ការ៉េសេគុណ3យើងអាចសរសេរទៅជា y ការ៉េគុណនឹង y ការ៉េចាឲ្យភាពបែងរបស់យើងនេះមានគុណ5នេះយើងវាជាចំណុចបឋមស្រាប់ហើយអញ្ចឹងបើចែកតទៀតទេអញ្ចឹងគឺយើងទុកវាតារាមកបើចង់ចែកក៏បានដែរណាប៉ុន្តែវានៅតែ5តារាហ្នឹងដល់ពេលនេះ a ការ៉េគឺវាស្រាប់ហើយដល់ពេល a b សេគុណ5នេះយើងអាចសរសេរវាទៅជា b ការ៉េគុណនឹង b ការ៉េគុណនឹង b អញ្ចឹងយើងបញ្ចេញមកនេះអាណាដែលមានស្វ័យគុណ2យើងចេញក្រៅមកអស់មកឥឡូវនេះនេះស្វ័យគុណ2អានេះស្វ័យគុណ2អានេះស្វ័យគុណ2អានេះស្វ័យគុណ2អញ្ចឹងយើងបញ្ចេញមកបានប៉ុន្មាន2គុណនឹង2គុណនឹង2គុណនឹង y ឬនៃម៉ានឬនៃ x គុណ y ការ៉េនេះណាហើយភាពបែងយើងវិញគឺអានេះចប់ការ៉េអានេះចប់ការ៉េនេះចប់ការ៉េអញ្ចឹងយើងបញ្ចេញមកបាន a គុណនឹង b គុណនឹង b អញ្ចឹងវាទៅជាម៉ាន ab ការ៉េមកណាឬនៃម៉ាននេះភាពបែងយើងគឺឬនៃ5គុណជាមួយនឹង3អញ្ចឹងចំណុចយើងអាចយើងគុណបញ្ចូលតិចមកនេះដោយសារអ្នកគ្រូ offer ខៀវឥឡូវយើងបាទបញ្ចប់ប៊ិចពុតក្រហមហ្នឹងកន្លែងនេះយើងអាចទុកអញ្ចឹងក៏បានឬក៏យើងផ្ដាច់ជា2អញ្ចឹងក៏បានដែរនេះយើងផ្ដាច់ជា2អញ្ចឹងអាចជា2អញ្ចឹងចាំបានវាចេញមកបានចម្លើយប៉ុណ្ណឹងចានេះយើងគុណចូលគ្នាមកគឺបាន8 y ការ៉េឬ x y ការ៉េនៅលើភាពបែងរបស់យើងគឺa b ការ៉េឬ5ឬ8ណាអញ្ចឹងចម្លើយយើងគឺស្មើប៉ុណ្ណេះអញ្ចឹងបើសិនជាយើងឃើញវាជាប្រភេទអញ្ចឹងគឺយើងអាចគិតពីយកផ្សេងពីបែងផ្សេងយើងអាចផ្ដាច់វាជា2អញ្ចឹងណាឬក៏ដូចនៅក្រុមមិនក៏បានដែរប៉ុន្តែពេលម្ដងក្រោយយើងផ្ដាច់ជា2មកអញ្ចឹងចម្លើយយើងគឺស្មើនឹងប៉ុណ្ណេះណាតោះយើងមើលទៅលំហាត់ខយើងនេះគឺគេឲ្យយើងបញ្ចូលមួយចំនួនចូលទៅក្នុង radical អញ្ចឹងយើងមើលលំហាត់ទី1របស់យើងនេះយើងមាន5ឬ2អញ្ចឹងលេខ5នេះគឺវានៅខាងក្រៅឬហើយលេខ2នេះនៅខាងក្នុងឬអញ្ចឹងវាថាបញ្ចូលមួយចំនួនចូលទៅក្នុង radical បើន័យថាលេខនៅខាងក្រៅនេះគឺត្រូវហ៊ុនវាចូលទៅខាងក្នុងឬនេះអញ្ចឹងយើងមើលឬរបស់យើងជាឬទីម៉ែនជាឬទី2ឬក៏ឬការ៉េទៅអត់អញ្ចឹងពេលដែលយើងចង់បញ្ចូលអាខាងក្រៅនឹងចូលទៅក្នុងយើងគ្រាន់តែយកអាខាងក្រៅនឹងលើកជាការ៉េដែរមកតែកន្លែងនេះយើងអាចសរសេរបានទៅជានេះលេខ2យើងទុកនៅដដែលលេខ5នេះពេលដែលយើងចង់បញ្ចូលវាទៅខាងក្នុងយើងអាចសរសេរវាទៅជា5លើកជាការ៉េបែបនេះណាអញ្ចឹងអានេះយើងទុក2ដដែលមក5ការ៉េមែន5ការ៉េគឺ25អញ្ចឹងបានន័យថា2គុណនឹង20 25អញ្ចឹងយើងបានឬនៃ50ឥឡូវមើលទៅលេខ2គឺយើងមានដក2ឬនៃ7អញ្ចឹងយើងចង់បញ្ចូលអាខាងក្រៅនេះចូលទៅខាងក្នុងប៉ុន្តែចំពោះឬរបស់យើងជាឬការ៉េយើងក៏អាចបញ្ចូលទាំងសញ្ញាដកបានទេយើងបញ្ចូលបានតែសញ្ញាបូកណាអញ្ចឹងអាសញ្ញាដកនេះគឺយើងទុកតារាសិនមកអញ្ចឹងយើងបញ្ចូលតែលេខ2នេះមកបានហើយអញ្ចឹងគឺបាន7គុណជាមួយនឹង2លើកជាការ៉េអញ្ចឹង2ការ៉េ4គុណជាមួយនឹង7គឺបាន28ណាអញ្ចឹងចម្លើយយើងគឺស្មើប៉ុណ្ណេះហើយចុងក្រោយអាទី3នេះវិញគឺដូចគ្នាយើងចង់បញ្ចូលប៉ុណ្ណេះចូលទៅក្នុងឬអញ្ចឹងយើងគ្រាន់តែសរសេរវាលើកជាការ៉េមកយើងបានទៅជាអានេះ x ការ៉េនេះយើងទុកដដែលដល់ពេលអាម្ដងប៉ុណ្ណេះយើងលើកវាជាការ៉េវាបានទៅជាម៉ានទៅជា x y ការ៉េលើកជាការ៉េអញ្ចឹងពេលដែលយើងករណីកន្លែងហ្នឹងណាអានេះយើងត្រូវតម្លាក់ស្វ័យគុណចូលនេះការ៉េតម្លាក់ជាមួយនឹង x នេះគឺបាន x ការ៉េតម្លាក់ជាមួយនឹង y ការ៉េនេះវាទៅជា y ការ៉េលើកជាការ៉េអញ្ចឹងបាន y ការ៉េសេគុណ y ការ៉េសេគុណ4អញ្ចឹងកន្លែងហ្នឹងយើងអាចសរសេរវាទៅជា x ការ៉េ y ការ៉េគុណជាមួយនឹង x ការ៉េគុណជាមួយនឹង y ការ៉េសេគុណ4អញ្ចឹងយើងគុណចូលគ្នាមកអានេះ x ការ៉េអានេះ y ការ៉េអញ្ចឹងគុណចូលគ្នាទៅគឺបាន x សេគុណ 4ហើយដល់ពេលនេះវិញ y ការ៉េគុណជាមួយនឹង y ការ៉េសេគុណ4បាន y ការ៉េសេគុណ5ណាអញ្ចឹងចម្លើយយើងគឺប៉ុណ្ណេះណាហើយខាងក្រោមនេះវិញគឺយើងធ្វើដូចគ្នាដែរយើងចង់បញ្ចូលវាទៅក្នុងឬអញ្ចឹងយើងមើលភាគយកយើងនេះជាប់ឬក៏អត់តែភាគបែងអត់ជាប់ឬទេអញ្ចឹងយើងបញ្ចូលអាខាងភាគបែងនឹងឲ្យចូលឬដែរមកដោយសារតែភាគយកយើងឬការ៉េអញ្ចឹងភាគបែងក៏ត្រូវបញ្ចូលឬការ៉េដូចគ្នាដែរអញ្ចឹងកន្លែងហ្នឹងវាទៅជា12អានេះយើងសរសេរវាបានទៅជាម៉ានទៅជា x គីបលើកជាការ៉េបែបនេះណាយើងគ្រាន់តែថែមការ៉េចឹងមកយើងដាក់បាននេះអញ្ចឹងអាខាងលើនេះគឺនៅដដែលឬនៅ12ហើយភាគបែងនេះយើងអាចសរសេរវាទៅជា x សេគុណ 6 3គុណ2បាន6អញ្ចឹងចម្លើយយើងគឺប៉ុណ្ណេះអញ្ចឹងចំពោះលំហាត់នេះគឺអ្នកគ្រូផ្ដោតទៅលើតែឬការ៉េទេអត់តាន់ឬគីបទេអញ្ចឹងឬគីបក៏វាស្តៀងគ្នាតាមនឹងដែរអញ្ចឹងបើសិនជាបងប្អូនចង់បានវីដេអូទៅជាមួយឬគីបអាច comment បានហើយសម្រាប់វីដេអូរបស់អ្នកគ្រូនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចំណុចខាងណាអាច comment សួរបានដូចគ្នាដែរហើយ
សម្រាប់បងប្អូនដែលចង់រៀនបំពេញបន្ថែមនៅមុខវិជ្ជាគណិតវិទ្យាបងប្អូនអាចរៀនច័ន្ទសុក្រក៏បានតែក៏បានដែរច័ន្ទសុក្រគឺអ្នកគ្រូមានវេន8ដល់ម៉ោង10ព្រឹកហើយពេលល្ងាចហើយម៉ោង6ដល់ម៉ោង9យប់ហើយសៅរ៍អាទិត្យម៉ោង6ដល់ម៉ោង8កន្លះអញ្ចឹងសម្រាប់គណិតរូបហើយនឹងភាសាខ្មែរបងប្អូនអាចទៅតាម Telegram របស់អ្នកគ្រូបានណាចា៎អ្នកគ្រូមានតែប៉ុណ្្នឹងទេអរគុណបងប្អូន